បាទចឹងសម្រាប់វីដេអូនេះចង់ឲ្យបងប្អូនប្រយ័ត្នចំពោះ ID account មួយបាទបើសិនជាបងប្អូនឃើញយកទៅលក់នៅកន្លែងតាណាអីបងប្អូនសូមជៀសវាងទៅប្រយ័ត្នណាចំពោះឈ្មោះ Facebook ខ្ញុំអត់ដឹងថា fake មិន fake ទេហើយ profile ក៏អត់ដឹងថា fake មិន fake ដែរតិចទៀតខ្ញុំនឹងបង្ហាញ profile ហើយបើ fake មិន fake អីបងប្អូនប្រាប់ផងហើយលេខទូរស័ព្ទនេះលេខទូរស័ព្ទឥឡូវ block ខ្ញុំចោលបាត់ហើយផ្ញើឲ្យខ្ញុំដាក់លក់ភ្លាម block ខ្ញុំភ្លាមប៉ុន្តែពេលដែលផ្ញើឲ្យខ្ញុំដាក់លក់ឲ្យភ្លាមខ្ញុំអត់តាមអានសួរអីគាត់ទេបាទដំបូងគាត់ឆាតមករដាក់លក់ឲ្យខ្ញុំឲ្យ disconnect ស្អាតអស់ហើយដល់ពេលខ្ញុំដាក់ post ទៅលក់ហើយស្រាប់តែមាន Prader ម្នាក់ដែលគាត់ធ្លាប់ទិញលក់កន្លែងខ្ញុំដែរបាទនេះខ្ញុំឲ្យមើលមួយទៀតណា Prader នេះគាត់ធ្លាប់ទិញលក់កន្លែងខ្ញុំដែរគាត់ក៏ប្រាប់ខ្ញុំថាបង account ដែលបងឲ្យ post មិញហ្នឹងគឺជា account ដែលគេ hack ពីខ្ញុំទៅបាទគេ hack ណាអញ្ចឹងខ្ញុំក៏បានប្រាប់វិញថាបើសិនជាករណី account hack ឬមានបញ្ហាអីមួយអាហ្នឹងគឺខ្ញុំអត់លក់ឲ្យទេណាខ្ញុំសឹកគិតឲ្យនិយាយគ្នាសិនឲ្យសួរនាំគ្នាសិនបាទឲ្យទៅត្មងបានន័យថាអ្នកណាអ្នកផ្ញើលក់លេខទូរស័ព្ទម៉ានខ្ញុំប្រាប់អញ្ចឹងក៏ខ្ញុំបានប្រាប់ឲ្យខ្ញុំថតទៅបាទ account ID ហ្នឹងបាទ username អញ្ចឹងហើយអ្នកដែលផ្ញើមកឲ្យដាក់លក់គឺ profile បែបនេះឈ្មោះបែបនេះខ្ញុំអត់ដឹងថាបញ្ជាក់គឺខ្ញុំអត់ដឹងថា fake មិន fake ទេបងប្អូនគិតតាមហ្នឹងទៅបើជាក់ស្ដែងបើសិនអ្នកបោកអ្នកអីគឺប្រកាសជា fake ឯងបាទហើយនេះលេខទូរស័ព្ទណាបាទលេខទូរស័ព្ទអញ្ចឹងគឺគាត់អញ្ចឹងខ្ញុំក៏ថាឥឡូវបើ account ត្រូវបានគេ hack ពីគាត់អញ្ចឹងឬក៏ប្រើវិធីអីក៏ដោយតែគាត់ថាសំខាន់គាត់ថា account គាត់លេងទៅបាត់គាត់ connect ទៅជាមួយ Facebook មិនខ្ញុំមិនដឹងទេណាប៉ុន្តែគាត់ត្រូវបានគេយកទៅបាត់ទៅគឺ connect មួយមុនធូនអញ្ចឹងក៏នេះក៏ខ្ញុំប្រាប់ថា Prader ឈ្មោះនេះលេខទូរស័ព្ទនេះដែលបានផ្ញើមកដាក់លក់គ្រាន់តែអញ្ចឹងហើយខ្ញុំឲ្យទៅគាត់ក៏តាក់ទងទៅស្រាប់តែម្នាក់នេះគាត់ប្លុកបាទគាត់អត់និយាយមួយទេលេខទូរស័ព្ទក៏ទេអត់ចូលដែរអញ្ចឹងប្រហែលជាម្នាក់នេះដឹងខ្លួនខ្ញុំក៏អត់តន់ខ្ញុំធ្វើដូចអត់តន់ដឹងអីខ្ញុំធ្វើដូចអត់ដឹងអីទេខ្ញុំក៏ឆាតទៅសួរថានេះឆាតសួរខាងនេះអ្នកដែលថាត្រូវប្លុកខ្ញុំចោលនេះដែលត្រូវ hack account ពីគេមកនេះខ្ញុំឆាតសួរថា account ហ្នឹងលេងយូរនៅហើយលេងយូរនៅដូរ Gmail បានអត់ខ្ញុំសួរតែប៉ុណ្្នឹងទេខ្ញុំអត់តន់សួរដេញរឹសដេញគល់ទេបើតាមពិតអត់ប្លុកខ្ញុំក៏ខ្ញុំអត់ត្រូវធ្វើអីទេខ្ញុំអត់ត្រូវធ្វើអីទេគឺខ្ញុំត្រូវសួរនាំឲ្យច្បាស់សិនណាត្រឡប់ខ្ញុំគឺអញ្ចឹងបន្ទាប់មកទៀតគាត់ឆ្លើយមកខ្ញុំថា account លេងយូរតែលេងឈប់ណាគាត់ឆ្លើយអញ្ចឹងគាត់ឆ្លើយអញ្ចឹងហើយក៏ខ្ញុំចូលស៊ីនពឹបប្លុកខ្ញុំចោលដែរហើយដករូបភាពចេញណាអញ្ចឹងបងប្អូននេះ account នេះ ID នេះ ID 1458 13 40គុត27អានេះដូចជា11671អានេះខ្ញុំមើលច្បាស់ណាវារៀងសប៉ុន្តែខ្ញុំបញ្ជាក់បើសិនតែត្រូវប៉ុណ្ណេះហើយត្រូវប៉ុណ្ណេះទៀតវាប្រកាសចំណឹងហើយខ្ញុំបញ្ជាក់តែប៉ុណ្ណឹងព្រោះនេះវាដូចជា5លេខឯនេះមើលច្បាស់ហើយបងប្អូនបាទអញ្ចឹងបើមិន5លេខក៏4ដែរនេះ1167ហើយដូចជាលេខ1ឬក៏វងកញ្ចក់អញ្ចឹងខ្ញុំអត់ច្បាស់ឡើយនេះណាប៉ុន្តែបងប្អូនមើល account នេះគឺជា account ដែលម្នាក់ហ្នឹងគាត់ hack យកមកដាក់ hack ពីគេឬក៏ធ្វើអីខ្ញុំអត់ដឹងតែយក account ពីគេមកដាក់លក់យករបស់គេបងហ្មងហើយដល់ពេលគ្រាន់តែយើងសួរតែប៉ុណ្្នឹងលេងប្លុកយើងចោលតែម្ដងបាទតែប្លុកចោលនេះអត់រួចខ្លួនទេចង់និយាយថាចង់យកទៅលក់កន្លែងណាដែលខ្ញុំធ្វើវីដេអូផុសប៉ុណ្ណេះហើយខ្ញុំតម្លាក់ក្នុង Telegram ទៅគ្រប់អីទៀតអញ្ចឹងបានន័យថាចង់យកលក់ចេញក៏អត់ស្រូវស្រួលហ្មងហើយសូមផ្ដាំទៅ page ទាំងអស់ដែលគាត់ដាក់លក់ account សុចរិតទៀងត្រង់ទាំងអស់គ្នាបើឃើញប្រភេទពួកមនុស្សដែល hack ពីគេបោកគេឬក៏ធ្វើអីដែលសកម្មភាពដែលអាក្រក់ណាដែលបោកប្រាស់គេកុំជួយដាក់លក់បើដឹងម្នាក់ហ្នឹងអញ្ចឹងហើយ note ទុកឈ្មោះ note ទុកអត្តសញ្ញាណប័ណ្ណឲ្យទៅអូខេបើភ្លេចអត់អីទេតែបើសិនជាមិនភ្លេចបើដឹងថាបកគលនឹងមិនល្អខូចទៅហើយកុំឈប់លក់ឲ្យទៀតហើយផ្សព្វផ្សាយបន្តដើម្បីកុំឲ្យមានពួកអញ្ចឹងបាទព្រោះបើសិនតែយើងអត់ជួយគ្នាអត់កើតទេព្រោះមាន page កន្លងមកមាន page មួយចំនួនតូចគឺដឹងថាគេបោកទៅហើយដឹងថាគេ hack ពីគេឬក៏បោកពីគេបោក account គេយកមកលក់ហើយនៅតែជួយលក់ឲ្យទៀតទាំងដែលមាន information ត្រឹមត្រូវទាំងអស់ចឹងខ្ញុំឆ្ងល់ថាតើ page មួយចំនួនតូចមិនបានធ្វើចឹងទៅអីបាទសុំចិត្តដែរចង់ឲ្យនៅក្នុងស្រុកយើងក្នុងប្រទេសយើងសម្បូរទៅដោយពោពេញអ្នកបោកឬយ៉ាងម៉េចពួកវាកាលណាតែវាបោកបានច្រើនវាព្យាយាមវាប្រឹងប្រែងតែម្ដងណាវាអត់ដេកទេពួកហ្នឹងវាប្រឹងតែហៅវិធីធ្វើម៉េចបោកគេឲ្យបានអញ្ចឹងបើសិនតែយើងជាអ្នក reseller យើងជាអ្នកដាក់លក់ account ធំនេះយើងសកម្មយើងជួយគ្នាទៅបាទមើលឃើញថាបកគលណាដែលគេល្បីពឹបអីដែលច្បាស់លាស់មានផុសតាំងអីទៅឈប់លក់ឲ្យមួយបាទហើយក្រោយតម្លាក់មកឈប់លក់ប្លុកវាចោលឬក៏មិនប្លុកក៏ដោយព្រោះពួកហ្នឹងវាដឹងថាយើងដឹងគឺវាប្លុកយើងបាត់ហើយមិនចាំប្លុកវាអញ្ចឹងសង្ឃឹមប៉ុណ្្នឹងហើយបងប្អូនមើលផងនេះបាទ account ណាបាទបើឃើញយើងលក់កន្លែងណាអាច share ប្រាប់គ្នាបន្តផងប្រយ័ត្នប្រយែងតិច
account នេះគឺនេះអ្នកដែលគាត់រងគ្រោះនេះគាត់ទិញ account នឹងតលេងមួយទៀតហើយប៉ុន្តែគាត់ថាគាត់ត្រូវបានមុននឹងគាត់ទិញហ្នឹងគាត់មានបញ្ហាគេ hack account គាត់ខ្ញុំដូចជាច្បាស់ហ្មងនេះគាត់ប្រាប់ថាគាត់ដូចជា connect តែ Facebook គាត់លេងទៅពេលហើយលេងបាត់ load ដូចលេងសារថ្មីណាហើយនៅពេលដែលគាត់សុំខ្ញុំគាត់ឆាតទៅសួរម្នាក់នេះពឹបម្នាក់នេះប្លុកខ្ញុំចោលនេះគាត់បាទម្នាក់នេះគាត់នេះរងគ្រោះហើយគាត់ឆាតមកសួរម្នាក់ពឹបម្នាក់នេះប្លុកតែម្ដងប្លុកទាំងខ្ញុំប្លុកទាំងគេអញ្ចឹងបានថាដឹងខ្លួនមកទៅហើយបើមនុស្សមិនខូចមិនប្លុកយើងទេបើមនុស្សខូចត្រូវសួរនាំខ្ញុំទិញពីគេឬអញ្ចេះអញ្ចោះឬក៏មិនអីមិននិយាយគ្នាបាត់ហើយតែនេះអត់ទេគ្រាន់តែដឹងថាម្ចាស់គេតាមតន់ដាក់មេប្រូចបាទអញ្ចឹងសរុបមកបោកបាទអញ្ចឹងបើសិនជាទិញអីប្រយ័ត្នប្រយែងណាប្រយ័ត្នប្រយែងមែនតើមើលតែ account មែនតើអញ្ចឹងវីដេអូមានប៉ុណ្្នឹងទេអរគុណជួបគ្នានៅវីដេអូក្រោយ